ស្ទើរតែ44%នៃជនជាតិជប៉ុនក្នុងវ័យ20ឆ្នាំមិនដែលផឹកស្រាហើយ16%ផឹកតិចជាងម្ដងក្នុងមួយខែនេះបើយោងតាមការស្ទង់មតិថ្មីមួយរបស់ក្រុមហ៊ុនប្រឹក្សាទីផ្សារ Merico ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូនិងចុះផ្សាយបន្តដោយទីភ្នាក់ងារព័ត៌មាន South China Morning Post នាពេលថ្មីៗនេះរបាយការណ៍រកឃើញថាមូលហេតុដែលនាំឲ្យពួកគេបោះបង់ស្រាចោលគឺបណ្ដាលមកពីទម្លាប់នៃសម័យជំងឺរាតត្បាតការកើនឡើងថ្លៃស្រានិងការវិវត្តនៃអាកប្បកិរិយាលើការងារនិងសុខុមាលភាពជាដើមនៅពេលសួរថាហេតុអ្វីបានជាពួកគេជៀសវាងគ្រឿងស្រវឹង 34% នៃអ្នកឆ្លើយសំណួរវ័យក្មេងនៅក្នុងការស្ទង់មតិបាននិយាយថាពួកគេមិនមានហេតុផលជាក់លាក់នោះទេប្រហែល 24% បានលើកឡើងថាផឹកស្រាមិនបានឬបើផឹកមានបញ្ហាសុខភាពភ្លាម 22 ក្រសញ្ញា 6% បាននិយាយថាពួកគេអាចមានភាពសប្បាយរីករាយជាងពេលមិនផឹកស្រា 21.6% និយាយថាពួកគេមិនចូលចិត្តរសជាតិស្រានោះទេក្រៅពីនេះក៏មានលើកឡើងពីការព្រួយបារម្ភអំពីសុខភាព 18% ខណៈដែល 10% និយាយថាការផឹកស្រាគឺមិនអាចទទួលយកបានហើយ 7% ក៏សម្គាល់ថាមិត្តភ័ក្តិរបស់ពួកគេមិនផឹកស្រាដូច្នេះត្រូវស្របតាមការចេញផ្សាយរបាយការណ៍នេះស្របពេលដែលក្រុមហ៊ុនផលិតស្រាបៀរសំខាន់ៗនៅជប៉ុនបានអះអាងថាកាលពីខែសីហាឆ្នាំ 2025 ការផឹកស្រាបៀរបានធ្លាក់ចុះ 9% បើធៀបនឹងខែសីហាឆ្នាំមុនហើយក៏ជាខែទី 5 ជាប់ៗគ្នានៃការថយចុះការធ្លាក់ចុះនេះបានប្រឈមទៅនឹងការជឿជាក់ដ៏យូរអង្វែងដែលគេធ្លាប់តែជឿថាការលក់កើនឡើងកំឡុងរដូវក្តៅដោយសារតែជាទូទៅប្រជាជនជប៉ុនផឹកស្រាស្វែងរកការធូរស្រាលពីកម្ដៅរីឯអ្នកវិភាគឧស្សាហកម្មបាននិយាយថាសីតុណ្ហភាពក្តៅខ្លាំងក្នុងឆ្នាំនេះទំនងជារារាំងមនុស្សមិនឲ្យចេញទៅក្រៅនៅពេលល្ងាចខណៈពេលដែលការផឹកនៅផ្ទះក៏ធ្លាក់ចុះផងដែរជាមួយគ្នានេះក្រុមអ្នកសង្កេតការណ៍មើលឃើញថាឧស្សាហកម្មស្រាជប៉ុនកំពុងប្រឈមនឹងការកែតម្រង់ចំនួនរយៈពេលវែង